ជំហានទី6ត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យតើមានមនុស្សប៉ុន្មានអ្នកដែលគិតចង់បានជោគជ័យហើយចាប់ផ្ដើមធ្វើសកម្មភាពប្រកបដោយភាពជឿជាក់ដោយកែប្រែចរិតមិនល្អបោះសម្អាតចំណុចខ្វះខាតដែលជាសត្រូវក្នុងចិត្តដោយដែលយើងបានរៀបរាប់ក្នុងជំហានទី2ធ្វើការលើកទឹកចិត្តនិងអភិវឌ្ឍខ្លួនបង្កើតទស្សនវិស័យព្រមទាំងផែនការនិងដុសខាត់ចំណុចខ្លាំងនោះខ្ញុំជឿជាក់ថាវាមិនទាន់គ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយនោះទេប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវចាប់ផ្ដើមធ្វើវាគឺស្វែងរកភាពជោគជ័យដោយធ្វើឲ្យខ្លួនកាន់តែចូលគៀកទៅដល់គោលដៅនោះបំណែកនៃភាពជោគជ័យមនុស្សម្នាក់បើសិនជាចង់ធ្វើកិច្ចការអ្វីមួយសំខាន់គេតែងតែធ្វើការរៀបចំទុកជាមុនរាល់ទាំងបំណែកទាំងអស់នោះត្រូវបង្កើតឡើងដើម្បីផ្គុំឲ្យចេញជារូបរាងពិតប្រាកដមួយការបង្កើតបំណែកនីមួយៗត្រូវការពេលវេលាក្នុងការធ្វើវាដែលជាហេតុធ្វើឲ្យយើងត្រូវការពេលរហូតទៅដល់រាប់ខែរាប់ឆ្នាំទើបអាចសម្រេចផែនការនេះបើសិនជាយើងត្រូវការប្រាក់$1 លានដាក់ក្នុងហោប៉ៅយើងមិនអាចធ្វើវាបាននោះទេបើសិនជាមិនមានការរៀបចំហ៊ាននិងវិធីសាស្ត្រយកវាឲ្យបានត្រឹមត្រូវនោះសត្វស្រមោចអាចធ្វើរូងបានយ៉ាងជ្រៅក្នុងដីឬក្នុងស្រទាប់ឈើហើយវាថែមទាំងដាក់ផែនការជញ្ជូនស្បៀងទុកសម្រាប់រដូវវស្សាទៀតផងចុះទម្លាប់តែយើងជាមនុស្សសាកល្បងជាយាមគិតបន្តិចយើងនឹងមើលឃើញជ្រុងណាមួយដែលត្រូវការធ្វើសកម្មភាពអ្វីមួយជាមិនខានពុះចែកផែនការធំរបស់អ្នកឲ្យទៅជាបំណែកឬសកម្មភាពសំខាន់ទៅតាមការកំណត់ពេលវេលាច្បាស់លាស់មួយបន្ទាប់មកយកបំណែកផែនការទាំងនោះមកធ្វើសកម្មភាពបន្តិចម្ដងនៅចុងបញ្ចប់អ្នកនឹងទទួលបាននូវសមិទ្ធផលមួយដ៏ត្រចះត្រចង់ដែលហៅថារថយន្តមួយគឺវាកើតឡើងអំពីបំណែកផ្សេងគ្នានៃគ្រឿងដែលផ្សំគុំបំណែកគុំគ្នាដើម្បីឲ្យចេញជារូបរាងនិងធ្វើសកម្មភាពបានតាមតម្រូវការរបស់អ្នកធ្វើរថយន្តនោះជាទូទៅអ្នកបង្កើតរថយន្តនោះត្រូវតែទទួលបានជោគជ័យលើការបង្កើតគ្រប់បំណែកផ្សេងនៃគ្រឿងរថយន្តនោះសិនដូចជាតួរថយន្តម៉ាស៊ីនកង់ដំបូលទ្វារឡាក់និងឡាក់ចង់បញ្ចប់ទើបគេអាចទទួលបានជោគជ័យក្នុងការបង្កើតរថយន្តថ្មីមួយដែលបានពីការផ្គុំចូលគ្នានៃបំណែកផ្សេងដែលមានតួនាទីខុសៗគ្នាកម្រាលព្រំពណ៌ក្រហមនិងត្របកផ្កាកុលាបគ្រប់គ្នាមិនថាអ្នកដែលទៅតែរៀនចប់ថ្មីឬអ្នកដែលមានបទពិសោធន៍ច្រើនក្រាស់ក្រៃជាមួយនឹងការងារឬមុខជំនួញតែងតែមានបំណងប្រាថ្នាដើរនៅលើកម្រាលព្រំពណ៌ក្រហមដែលមានត្របកផ្កាកុលាបបាចពីលើជាទូទៅមនុស្សគ្រប់គ្នាមិនបានដឹងទេថាទម្រាំតែមនុស្សម្នាក់បានឈានមកដល់ចំណុចនេះពួកគេត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះត្រូវដើរឆ្លងកាត់ភ្លៀងផ្គរនិងឧបសគ្គប៉ុន្មានហើយត្រូវធ្វើកិច្ចការអ្វីខ្លះនោះទេមានមនុស្សមិនច្រើនទេដែលព្យាយាមនឹងទទួលបានសមិទ្ធផលដូចខាងលើនេះហើយបើសិនជាអ្នកគិតថាខ្លួនអ្នកក៏ជាមនុស្សម្នាក់ក្នុងនោះដែរអ្នកត្រូវហ៊ានតស៊ូជាមួយនឹងរឿងរ៉ាវទាំងអស់នេះបើសិនជាមិនមែនដូច្នោះទេយើងនឹងគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលឈរអមតាមផ្លូវក្រាលដោយព្រំក្រហមដើម្បីចាំទះដៃសរសើរនិងបាចផ្កាឲ្យគេតែប៉ុណ្ណោះអ្នកត្រូវជ្រើសរើសថាតើអ្នកចង់ដើរតួជាអ្វីដែរនៅក្នុងរឿងមួយនេះធម្មជាតិបង្កើតមនុស្សមកឲ្យមានការគិតការបដិញ្ញាចិត្តនិងការសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងផ្ទាល់ទោះបីជាកលៈទេសៈដែលអ្នកបង្ខំក៏ដោយក៏ការសម្រេចចិត្តនៅតែស្ថិតនៅលើអ្នកតែម្នាក់គត់ទាំងក្រដាសមួយសន្លឹកនេះគឺមានពណ៌សហើយអ្នកជាអ្នកគូសផែនទីនិងផ្លូវដើរនៅលើផ្ទាំងសនេះបើសិនជាអ្នកមិនចាប់បិចរបស់អ្នកមកគូសឲ្យចេញជារូបរាងអ្វីទៅតាមការចង់បានរបស់ខ្លួនអ្នកនោះទេអ្នកផ្សេងនឹងមកគូសឲ្យអ្នកហើយយូរទៅធូលីនឹងហុយមកប្រឡាក់នឹងដាមជារូបរាងលើផ្ទាំងសនោះពេលនោះស្ថានភាពជីវិតរបស់អ្នកអាចនឹងទៅជាសាំញ៉ាំនិងចុះអន់ថយជាលំដាប់ថាមិនត្រូវខ្ញុំសង្ឃឹមថាអ្នកនឹងហ៊ានចំណាយពេលវេលាដើម្បីគូររូបមួយផ្ទាំងនេះឲ្យចេញជារូបរាងហើយបើសិនជាលទ្ធផលមិនបានសមប្រកបនឹងអ្វីដែលអ្នកចង់បាននោះទេក៏គ្មាននរណាមួយអាចបន្ទោសអ្នកបាននោះដែរព្រោះវាជាផ្លូវដែលអ្នកជ្រើសរើសម្យ៉ាងទៀត
ការបរាជ័យពីមួយជំហានទៅមួយជំហានវាជាគ្រឹះដ៏រឹងមាំសម្រាប់សាងភាពជោគជ័យរបស់អ្នកទៅវិញទេឲ្យតែអ្នកមិនព្រមបោះបង់និងបាក់ទឹកចិត្តជាការពិតអ្នកមិនចង់បរាជ័យនោះទេទើបអ្នកត្រូវចាប់សៀវភៅមួយក្បាលនេះអានហើយខ្ញុំក៏សូមឲ្យអ្នករងចាំស្នាដៃរបស់ខ្ញុំមួយក្បាលទៀតដែលមានចំណងជើងថាតបខ្លាំងមួយសែនអ្នកដែលមិនអាចបំបាច់បាននៅក្នុងសៀវភៅនេះអ្នកនឹងបានស្គាល់ច្បាស់ថាតើធ្វើបែបណាកុំឲ្យអ្នកបរាជ័យមិនថាក្នុងជីវិតក្នុងការងារនិងក្នុងអាជីវកម្មសូមរងចាំអានកុំបីអាក់ខានឡើយទឹកប្រាក់$1 លានដែលអ្នកត្រូវទទួលយកសត្រូវនិងឧបសគ្គសំខាន់ដែលរារាំងភាពជោគជ័យនោះគឺយើងបានដឹងរួចទៅហើយក្នុងជំហានទី2ដូច្នេះយើងមិនអាចរងចាំឲ្យលុយធ្លាក់មកលើមេឃមកឲ្យផុសចេញក្នុងស្រទាប់ដីមកឲ្យយើងបាននោះទេជាការពិតយើងនឹងប្រាប់អ្នកនៅរឿងដ៏អស្ចារ្យមួយវាគឺជាអាចកំបាំងដែលធ្វើឲ្យទឹកប្រាក់$1 លានធ្លាក់ពីលើមេឃមកតែអ្នកត្រូវសន្យាថាមិនត្រូវយកប្រាក់នេះទៅរកស៊ីខាតដើមឬបានប្រាក់ចំណេញតិចជាងការយកទៅផ្ញើនៅធនាគារនោះទេព្រោះប្រាក់$1 លានបើសិនជាយកទៅផ្ញើនៅធនាគារក៏អាចទទួលបានការប្រាក់ពី$5ទៅ$7,000ដែរក្នុងមួយខែមិត្តភក្តិខ្ញុំជាច្រើននិយាយប្រាប់ខ្ញុំថាមិនចង់ធ្វើការឲ្យគេទៀតទេចង់បើករកស៊ីធ្វើចំនួននេះធ្វើចំនួននោះប៉ុន្តែបញ្ហាដែលសំខាន់នោះគឺអត់ដើមទុនឬខ្វះលុយដើម្បីបើកមុខរបរនោះដូច្នេះហើយបានត្រឹមតែដេកស្រមៃនិងបានត្រឹមតែគិតលេងតែប៉ុណ្ណោះខ្ញុំយល់ថាមានវិធីមួយដើម្បីរកដើមទុនជាទឹកប្រាក់$1 លានបានសូមតាមដានបន្តទៀតដូចតទៅអាចកំបាំងនោះគឺយើងត្រូវសុំឲ្យទេវតាទម្លាក់លុយពីលើមេឃមកមានវិធីមួយដែលអាចធ្វើឲ្យទេវតាទម្លាក់លុយ$1 លានពីលើមេឃមកឲ្យយើងធ្វើជំនួយបានវាគឺជាការចេះគ្រប់គ្រងលុយ$1 លាននោះឲ្យមានប្រសិទ្ធភាពនិងទទួលប្រាក់ចំណេញគួរសមបើធៀបទៅនឹងការប្រាក់ដែលទទួលបានពីធនាគារជាទូទៅបើសិនជាអ្នកមានសមត្ថភាពគ្រប់គ្រងនិងចាត់ចែងលុយទាំងនោះហើយអ្នកក៏អាចមានសមត្ថភាពរកលុយ$1 លាននោះដោយខ្លួនឯងដែរមិនចាំបាច់ទេវតាទម្លាក់ពីលើមេឃនោះទេម្យ៉ាងទៀតបើសិនជាអ្នកគ្រាន់តែចង់បានលុយ$1 លានមកដើម្បីយកទៅបង្កើតចំនួនហើយទុករឿងគ្រប់យ៉ាងឲ្យព្រមលិខិតជាអ្នកសម្រេចនោះវាគ្រាន់តែជាល្បែងលេងក្នុងផ្លូវងឹតងងុលមួយតែប៉ុណ្ណោះបន្តជាមួយគ្នាតាមរយៈឧទាហរណ៍ខាងក្រោមបន្តិចនេះទៀតនេះដើម្បីឲ្យអ្នកមានការប្រកបក្នុងចិត្តនិងកាន់តែជឿជាក់ចំពោះខ្លួនអ្នកឧទាហរណ៍ថានៅសុកមានបរិសម្នាក់ដែលយើងមិនធ្លាប់ស្គាល់តតែសោះគាត់មិនដឹងលេចមុខមកពីណាទេគឺកំពុងតែដើរសំដៅមកអ្នកហើយស្ពាយបំវិចមួយគួរឲ្យសង្ស័យបន្ទាប់ពីបានដើរមកជិតអ្នកហើយគាត់ក៏និយាយថានេះណែប្រាក់$1 លានយកទៅរកស៊ីទៅសូមអ្នកគិតថាជាការពិតសិនចុះបន្ទាប់មកបោះបំវិចឲ្យអ្នករួចគេក៏លាទាំងមិននិយាយមួយម៉ាត់ដោយបន្សល់ទុកឲ្យអ្នកត្រឹមតែបំវិចដែលមានប្រាក់$1 លាននិងពាក្យមួយម៉ាត់ថាយកទៅរកស៊ីទៅរឿងនេះក៏បញ្ចប់តែត្រឹមនឹងពាក្យថារកស៊ីនៅពេលនេះច្បាស់ណាស់គឺមានន័យថាធ្វើចំនួនឬធ្វើអាជីវកម្មនោះឯងមែនហើយបើសិនជាវាកើតឡើងបែបនេះមែនតើអ្នកគិតដូចម្តេចដែរតើអ្នកនឹងយកលុយ$1 លាននេះទៅធ្វើអ្វីតើអ្នកនឹងរៀបចំផែនការអ្វីខ្លះដើម្បីចាត់ចែងចំពោះទឹកប្រាក់$1 លាននោះតើអ្នកច្បាស់ក្នុងចិត្តដែរទេថាអ្នកនឹងបានចំណេញលើសពីការប្រាក់ដែលបានមកពីធនាគារហើយថាតើរកបានប្រាក់ចំណេញលើសពីនេះតើលើសដល់កម្រិតណាហើយវាសមគួរទៅនឹងការខិតខំប្រឹងប្រែងនិងការបញ្ចេញគំនិតនិងកម្លាំងរបស់អ្នកដែរទេមានសំណួរជាច្រើនទៀតដែលបានលួចសួរខ្លួនឯងរួចទៅហើយបើតាមខ្ញុំដឹងហើយថាមិនត្រូវអ្នកមិនទាន់គិតរកវិធីសាស្ត្រដើម្បីចាត់ចែងលុយនេះឲ្យមានប្រសិទ្ធភាពផងជាងនេះទៅទៀតក៏មានមនុស្សមួយចំនួនគិតថានឹងមិនទៅរកស៊ីអ្វីទៀតទេព្រោះប្រាក់$1 លានវាសមល្មមនឹងរស់ស្រួលមួយជីវិតនឹងអាចដល់កូនខ្ញុំទៀតផងអ្នកខ្លះក៏គិតថានឹងយកទៅទិញឡានទិញផ្ទះលាក់នេះគ្រាន់ជាការសាកល្បងចិត្តអ្នកតែប៉ុណ្ណោះថាតើអ្នកយល់យ៉ាងណាហើយថាតើអ្នកមានសមត្ថភាពដល់កម្រិតណាក្នុងការធ្វើជំនួញនិងគ្រប់គ្រងការងារនេះដើម្បីភាពជោគជ័យយើងត្រូវហ៊ានប្រើការគិតនិងការស្រមៃហើយហ៊ានធ្វើសកម្មភាពដើម្បីធ្វើឲ្យរឿងទាំងអស់នេះคล้ายទៅជាការពិតពេលខ្លះការស្រមៃសំខាន់ជាងការធ្វើសកម្មភាពទៅទៀតនេះជាទឹកប្រាក់$1 លាន
ដែលអ្នកត្រូវតែទទួលយកហើយទៅចាត់ចែងវាដើម្បីធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យតើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ជំហានទី7ដែលជាជំហានចុងក្រោយ